តើជោគវាសនារបស់លោកឌូតឺតេអតីតប្រធានាធិបតីហ្វីលីពីននឹងទៅជាយ៉ាងណាបន្ទាប់ពីត្រូវបានបញ្ជូនទៅកាត់ទោសនៅ ICC អតីតប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ត្រូវបានបញ្ជូនទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិហៅកាត់ថា ICC នៅឯទីក្រុងឡាអេនៅកាលពីថ្ងៃទី11ខែមីនាឆ្នាំ2025ខណៈអតីតមេដឹកនាំហ្វីលីពីនរូបនេះត្រូវបានចោទប្រកាន់ជាច្រើនករណីពាក់ព័ន្ធទៅនឹងយុទ្ធនាការបង្ក្រាបប្រឆាំងគ្រឿងញៀនក្រោមអាណត្តិជាប្រធានាធិបតីរបស់លោកអតីតប្រធានាធិបតីលោកឌូតឺតេជាអតីតអភិបាលក្រុងនិងជាអតីតរដ្ឋអាជ្ញាផងដែរបានដឹកនាំប្រទេសហ្វីលីពីនតាំងពីឆ្នាំ2016ដល់ឆ្នាំ2022ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារទី11ខែមីនានៅអាកាសយានដ្ឋានរដ្ឋធានីម៉ានីលពេលលោកត្រឡប់មកទីក្រុងហុងកុងវិញការនេះគឺជាជំហានដ៏ធំបំផុតក្នុងការស៊ើបអង្កេតរបស់ ICC លើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិក្នុងកំឡុងពេលការបង្ក្រាបប្រឆាំងគ្រឿងញៀនជាមួយនឹងករណីសម្លាប់មនុស្សរាប់ពាន់នាក់និងទទួលរងការរិះគន់និងថ្កោលទោសជុំវិញពិភពលោកបរិះវ័យ79រូបនេះជាអតីតប្រមុខរដ្ឋអាស៊ីដំបូងគេដែលត្រូវកាត់ទោសនៅ ICCប្រធានាធិបតីហ្វីលីពីនបច្ចុប្បន្ន Ferdinand Marcos បានប្រាប់សន្និសីទសារព័ត៌មានថាយន្តហោះកំពុងត្រដាងស្លាប់ធ្វើដំណើរទៅកាន់ទីក្រុងឡាអេក្នុងប្រទេសហូឡង់ដែលអនុញ្ញាតឲ្យអតីតប្រធានាធិបតីប្រឈមមុខនឹងការចាប់ប្រកាន់ពីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិទាក់ទងនឹងសង្គ្រាមបង្ហូរឈាមរបស់លោកលើការបង្ក្រាបគ្រឿងញៀនលោកម៉ាកូសបានបន្ថែមថាយើងមិនបានជួយតុលាការឧក្រិដ្ឋកម្មអន្តរជាតិតាមមធ្យោបាយណាមួយក្នុងការចាប់ខ្លួនលោកឌូតឺតេទេការចាប់ខ្លួនត្រូវបានធ្វើឡើងដោយអនុលោមតាមអង្គការប៉ូលីសឧក្រិដ្ឋកម្មអន្តរជាតិ Interpol ជារឿយៗលោកឌូតឺតេដែលអះអាងបទបញ្ជាណែនាំប៉ូលីសឲ្យសម្លាប់និងបង្ក្រាបនេះគឺដើម្បីកម្ចាត់គ្រឿងញៀនខុសច្បាប់ក្នុងប្រទេសហ្វីលីពីនយ៉ាងណាក្រុមសិទ្ធិមនុស្សនិងក្រុមគ្រួសារជនរងគ្រោះបានលើកឡើងថាការចាប់ខ្លួនលោកឌូតឺតេគឺជាជំហានមួយឆ្ពោះទៅរកយុត្តិធម៌សម្រាប់ជនរងគ្រោះក្នុងយុទ្ធនាការដ៏ឃោរឃៅរបស់លោកឌូតឺតេជាក់ស្ដែងធាតុសំខាន់មួយចំនួននៅក្នុងដីកានេះបានចាប់ប្រកាន់លោកឌូតឺតេជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនិងចោទអតីតប្រធានាធិបតីរូបនេះគឺជាមេខ្លោងនៅពីក្រោយការសម្លាប់រង្គាលក្រៅពីនេះលោកឌូតឺតេក៏ត្រូវបានចោទប្រកាន់ជុំវិញសំណូកផ្នែកហិរញ្ញវត្ថុនិងការឡើងឋានៈទូនាទីដល់មន្ត្រីប៉ូលីសនិងអ្នកវាយសម្លាប់ជនសង្ស័យផងដែរជាមួយនឹងអភ័យឯកសិទ្ធិជនល្មើសនិងការពារពួកគេពីការស៊ើបអង្កេតនិងកាត់ទោសជាដើមជនសង្ស័យចំនួន6200នាក់ត្រូវបានសម្លាប់ក្នុងកំឡុងពេលប្រតិបត្តិការប្រឆាំងគ្រឿងញៀនក្រោមការដឹកនាំរបស់លោកឌូតឺតេប៉ុន្តែក្រុមសកម្មជនបញ្ជាក់ថាចំនួនអ្នកស្លាប់ពិតប្រាកដគឺច្រើនជាងនេះទៅទៀតដោយមានឧក្រិដ្ឋកម្មគ្រឿងញៀនជាច្រើនពាន់នាក់ត្រូវបានខ្មាន់កំភ្លើងបាញ់សម្លាប់ក្នុងស្ថានភាពអាថ៌កំបាំងដែលឡែក ICC បានអះអាងថាមនុស្សរហូតដល់ទៅ30000នាក់ត្រូវបានសម្លាប់ដោយប៉ូលីសឬបុគ្គលដែលមិនស្គាល់អត្តសញ្ញាណក្រោមរបបដឹកនាំរបស់លោកឌូតឺតេតុលាការ ICC អះអាងថាខ្លួនមានយុត្តាធិការក្នុងការស៊ើបអង្កេតឧក្រិដ្ឋកម្មដែលត្រូវបានចោទប្រកាន់បានកើតឡើងខណៈប្រទេសកោះមួយនេះក៏ធ្លាប់ជាសមាជិក ICC ផងដែរ